ខ្ញុំបញ្ជាមួយម៉ាត់អាចផ្ដាច់ជីវិតឯងបានពិតមែនណាអញ្ចឹងខ្ញុំរងចាំមើលលឹមឈិនលោកអស់ចិត្តហើយនៅលោកចង់ប៉ះពាល់អ្នកមានអំណាចដោយជីងលីងទាំងអស់មែនទេទើបលោកអស់ចិត្តវ៉ាងអ៊ីយ៉ាននាងគិតថាខ្ញុំកំពុងអុកឡុកត្រូវទេតាំងពីខ្ញុំឈានជើងចូលមកទីនេះតើខ្ញុំមានរករឿងណាដែរទេគឺពួកនាងម្នាក់វាយប្រហារចោតប្រកាន់មើលងាយខ្ញុំចង់ឲ្យខ្ញុំស្លាប់នៅទីនេះបើអ្នកទាំងអស់គ្នាចង់ធ្វើជាសត្រូវជាមួយខ្ញុំមានតែបំពេញតាមបំណងលឹមឈិនគ្រួសារជើងត្រូវតែខ្សែធនឯងចំជាមាត់រឹងមែនឯងថាទៅមើលគ្រួសារជើងខ្សែធនរបៀបម៉េចលោកម្ចាស់មានរឿងធំហើយចាំមិនតែហេបតហប់នឹងមានការអីលោកម្ចាស់មានរឿងធំហើយទ្រព្យសម្បត្តិគ្រួសារជើងត្រូវកម្លាំងបណ្ដឹងប្រភពវ័យប្រហារបណ្ដាលឲ្យផ្នែកហិរញ្ញវត្ថុពួកយើងរង្គោះរង្គើឥឡូវប្រឈមមុខនឹងខ្សែធនមិនអាចនោះទេអ្នកណាហ៊ានវ័យប្រហារគ្រួសារជើងយើងគ្រួសារជើងជាបុគ្គលដឹកនាំពិភពជំនួយនៅជិញវិញតើអ្នកណាអាចវ័យប្រហារគេបានលោកម្ចាស់លោកមើលណាមិនអាចទេគ្រួសារជើងយើងពិតជាត្រូវខ្សែធនឯងតើឯងជាអ្នកណានេះតើជាការច្រឡំទេដឹងមិនដឹងថាខ្ញុំរៀបចំពិធីជប់លៀងនេះអស់លោកពេញចិត្តដែរឬអត់ទេហើយជាអ្នកធ្វើមកឬអត់ខ្ញុំប្រាប់ហើយ3នាទីធ្វើឲ្យគ្រួសារជើងខ្សែធនឥឡូវនេះ3នាទីមិនលើមិនខ្វះលឹមឈិនឯងកុំចេះតែនិយាយអួតឯងគ្រាន់តែជាកូនប្រសារគ្រួសារវាងដែលត្រូវគេទាត់ចោលមិនថាទ្រព្យសម្បត្តិឋានៈអំណាចឯងគ្មានអ្វីទាំងអស់គ្រាន់តែជាមនុស្សចោលមកសៀតគ្មានបានការបានអីយកទៅវាយប្រហារគ្រួសារជើលើម្ចាស់ជើកុំអានផ្ទះសាពេកថាมันបានគ្រាន់តែជារឿងចៃដន្យយកល្អទៅវិញស្រាវជ្រាវរឿងនេះឲ្យច្បាស់ទៅណាទៅវិញលឹមឈិនកុំគិតថាគ្រួសារជើមានរឿងឯងនៅឈរញញឹមម្នាក់ឯងប្រាប់ឯងទៅចុះទោះជាគ្មានគ្រួសារជើយើងក៏មានវិធីរាប់ម៉ឺនធ្វើឲ្យឯងស្លាប់ដែរតាមមើលទៅប្រហែលឯងមិនតន់យល់ទេថាខ្លួនឯងខុសត្រង់ណាដូច្នេះអ្នកបន្តទៀតគួរទៅដល់វេនឯងមានន័យថាម៉េចប្រាប់ទៅចាំងធានលីឲ្យគេនឹងលីឆាងសៅម្ចាស់គ្រួសារលីមកដល់ក្នុងកម្មវិធីត្រឹម10នាទីពុំនោះទេគ្រួសារលីត្រូវលុបឈ្មោះចេញពីជីងលីងចាលឹមឈិនសម្ដីរបស់ឯងពិតជាធ្លោះមែនគ្រួសារលីជាគ្រួសារទេពចម្បាំងមិនមែនគេអាចធ្វើឲ្យរង្គោះរង្គើដូចជាគ្រួសារជើទេម្យ៉ាងវិញទៀតបញ្ហាគ្រួសារជើមិនមែនជាទង្វើឯងគ្រាន់តែមានសំណាងប៉ុណ្ណោះបន្តទៀតនៅសល់9នាទីមិនបាច់9នាទីទេលឹមឈិនផ្លូវរបស់ឯងក៏ដល់ទីបំផុតហើយខ្ញុំបញ្ជាតែមួយម៉ាត់អាចផ្ដាច់ជីវិតឯងបានផុតពីយប់នេះទៅកូនប្រុសរបស់យើងយកបានវាងអ៊ីយ៉ានគ្រួសារលីរបស់យើងត្រូវតែថ្កុំថ្កើងទៅមុខសូមអបអរលោកម្ចាស់លីឆាងសៅលោកម្ចាស់ទាំងពីរបញ្ជាលោក10នាទីបញ្ញាប់ទៅកម្មវិធីគ្រប់គ្រូពុំនោះទេគ្រួសារលីត្រូវលុបឈ្មោះចេញពីជីងលីងលោកម្ចាស់មានរឿងអីកើតឡើងនឹងចប់ហើយលោកលេខបញ្ជាយើង10នាទីទៅដល់ពិធីជប់លៀងប៉ុន្តែពេលខ្លីយ៉ាងនេះទៅមិនទាន់ទៅឬក៏គ្រួសារលីយើងជប់នេះត្រូវគេលុបឈ្មោះចោលខ្ញុំលើកថានាងធំគ្រួសារមុខប្រចាំសាំងជីងស្នាក់នៅវិមានអ៊ីនឈៀបើសុំឲ្យគេចេញមុខថាមិនត្រូវអាចស្ដារស្ថានភាពឡើងវិញបានត្រូវគ្រួសារមុខជាគ្រួសារធំមួយក្នុងចំណោមគ្រួសារទាំង4នៅសាំងជីងសូម្បីតែលោកលីក៏ទុកមុខឲ្យគេខ្លះដែរឆាប់ទៅផ្ទេរប្រាក់15លានទៅកណ្ដានីនាងមុខខ្ញុំត្រូវការឲ្យនាងជួយបាទឆាប់ឡើងលេងលះហាញ់តាមើលទៅវាងអ៊ីយ៉ានម្នាក់នេះចាំជាមិនស្គាល់ត្បូងពេជ្រមែនធនាគារម៉ាំងផ្ទេរប្រាក់ចូល15លានអាឡូអ្នកណាអ្នកនាងមុខគឺខ្ញុំលីឆាងសៅម្ចាស់គ្រួសារលីមានរឿងមួយចង់សុំសង្ឃឹមថាអ្នកនាងចេញមុខជួយលោកជាអ្នកផ្ទេរប្រាក់មកហ៎បាទខ្ញុំមិនបានសួរមុនខ្ញុំផ្ទេរប្រាក់ទៅទាំងបំពេញអ្នកនាងមុខសង្ឃឹមថាអ្នកនាងអភិទោសឲ្យខ្ញុំដឹងថាបំពេញហើយនៅផ្ទេរឲ្យខ្ញុំគិតថាខ្ញុំខ្វះលុយចាយខ្ញុំគិតមិនបានដិតដល់ដោយសារមានរឿងភ្លាមខ្ញុំគ្មានជំរឿផ្សេងសង្ឃឹមថាអ្នកនាងចេញមុខជួយគ្រួសារលីខ្ញុំឲ្យតែអ្នកនាងព្រមជួយគ្រួសារលីខ្ញុំព្រមថែមជូនប្រាក់15លានទៀតខ្ញុំសង្ឃឹមថាអ្នកនាងជួយវាសនាគ្រួសារលីផង30លាន30លានលោកម្ចាស់លី
លោកបង្កបញ្ហាធំកម្រិតណា អាយ៉ាអ្នកនាងមុកអ្នកនាងមិនទាន់ដឹងទេមុននេះលោកលេខខឹងសម្បើមណាស់បើជាខ្ញុំត្រឹម10នាទីត្រូវទៅដល់ពិធីគោរពគ្រូសាបាងប៉ុន្តែពេលខ្លីយ៉ាងនេះខ្ញុំទៅមិនទាន់មានតែបងអ្នកនាងមុកចេញមុខជួយនិយាយល្អជំនួសគ្រូសាលីខ្ញុំផងណា គ្រួសារវាងពិធីគោរពគ្រូរបស់វាងអេយ៉ានចុះលោកឈិនប្តីមុនរបស់គេនៅទេ គួរតែទៅអ្នកនាងមុកមិនបានជាសួរនាំរឿងនេះ បានអញ្ចឹងខ្ញុំព្រមជួយលោក ខ្ញុំបញ្ជាមួយម៉ាត់អាចផ្ដាច់ជីវិតឯងបានពិតមែនណាអញ្ចឹងខ្ញុំរងចាំមើល លឹមឈិនលោកអស់ចិត្តហើយនៅលោកចង់ប៉ះពាល់អ្នកមានអំណាចដោយជីងលីងទាំងអស់មែនទេទើបលោកអស់ចិត្ត វាងអ៊ីយ៉ាននាងគិតថាខ្ញុំកំពុងអុកឡុកត្រូវទេតាំងពីខ្ញុំឈានជើងចូលមកទីនេះតើខ្ញុំមានរោគរឿងណាដែរទេគឺពួកនាងម្នាក់វាយប្រហារចោតប្រកាន់មើលងាយខ្ញុំចង់ឲ្យខ្ញុំស្លាប់នៅទីនេះបើអ្នកទាំងអស់គ្នាចង់ធ្វើជាសត្រូវជាមួយខ្ញុំមានតែបំពេញតាមបំណង លឹមឈិន លឹមឈិនតើលោកចង់ធ្វើអី ថ្ងៃនេះខ្ញុំអង្គុយនៅកន្លែងហ្នឹងខ្ញុំចង់ដឹងថាអស់លោកដែលនៅទីនេះតើអ្នកណាដែលហ៊ានយកជីវិតរបស់ខ្ញុំ ផ្ដេសផ្ដាស់កន្លែងនោះលោកឯងគ្មានសិទ្ធិអង្គុយទេឆាប់ចុះមកភ្លាម ត្រឹមជាកន្លែងអង្គុយធម្មតាខ្ញុំចង់អង្គុយគឺអង្គុយទោះជាខ្ញុំចង់អង្គុយនៅកន្លែងណាមិនទាន់ដល់វេននាងបង្កប់បញ្ជាទេ លោក ចាំជាមិនខ្លាចរអាមហេនដឹងថាកន្លែងនោះដំណើរអ្វីដែរទេជាកន្លែងរបស់មហាបរោះណាអ៊ីយ៉ានខំចំណាយប្រាក់រាប់លានដឹកមកពីអង់គ្លេសយ៉ាងប្រញាប់បើអ្នកគ្មានឋានៈខ្ពង់ខ្ពស់កប់ប្របុកទេគឺមិនអាចអង្គុយបានទេមើលទៅកន្លែងនេះខ្ញុំបង្ខំចិត្តអង្គុយហើយប្រហើននៅជីងលីងទាំងមូលមានតែមេតបចំបាំងផ្កាយ9ដូចជាចាងធានលៃទេទើបមានសិទ្ធិអង្គុយចំណែកឯងអស់ចាប៉ុណ្ណាទៅអញ្ចឹងឯងសួរចាងធានលៃសិនទៅចាំមើលតើគេហ៊ានដេញខ្ញុំឲ្យចុះចេញពីកៅអីនេះដែរទេ